ឃើញភ្លើងពណ៌ក្រហមហើយនៅតែមិនឈប់បង្កើតលបឿនទៅបុកនារីម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ទាំងព្រឹកបុរសម្នាក់ដែលបានបើកបររថយន្តកូរ៉េដឹកខ្យងមិនគោរពច្បាប់ចរាចរណ៍ឃើញភ្លើងស្តុបពណ៌ក្រហមហើយនៅតែមិនឈប់ក៏បន្ថែមលបឿនទៅបុកនារីម្នាក់កំពុងជិះម៉ូតូឆ្លងស្តុបពណ៌បៃតងត្រឹមត្រូវអូសប្រមាណជាង30ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗទាំងព្រឹកតែម្ដងហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី5ខែតុលាឆ្នាំ2023នៅចំណុចស្តុបមួយកន្លែងតាមបណ្ដោយផ្លូវ60ម៉ែត្រកែងផ្លូវ42សង្កាត់ប្រទះឡាងខណ្ឌកំពូលរាជធានីភ្នំពេញនារីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារអ្នកបើកបំពានភ្លើងស្តុបនេះមានឈ្មោះថាសឿនថាវីអាយុ33ឆ្នាំមុខរបរជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅភូមិជ្រៃកោងសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនិងមានស្រុកកំណើតនៅស្រុកកំពង់ត្របែកខេត្តព្រៃវែងចំណែកបុរសជាអ្នកបើកបរបំពានស្តុបទៅបុកគេទាំងកំរល់នោះមានឈ្មោះថាជួងវិនអាយុ31ឆ្នាំរស់នៅក្នុងភូមិដំរឹបឃុំអភិវឌ្ឍស្រុកទឹកផុសខេត្តកំពង់ឆ្នាំងអ្នកឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅធ្វើដំណើរតាមបណ្ដោយផ្លូវលេខ41ពីកើតទៅលិចនៅពេលមកដល់ចំណុចកើតហេតុនាងក៏បានឆ្លងស្តុបដោយសារតែឃើញភ្លើងស្តុបពណ៌បៃតងដែលជាអាទិភាពរបស់នាងពេលនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ុនដាយពណ៌សពាក់ផ្លាកលេខ 3D 1305ដឹកខ្យងធ្វើដំណើរតាមបណ្ដោយផ្លូវ60ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿនឆ្លងស្តុបក្រហមក៏ជ្រុលទៅបុកទាំងកំរល់អូសទាំងម៉ូតូនិងមនុស្សជាង30ម៉ែត្រទើបឈប់បណ្ដាលឲ្យនារីរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដងក្រោយកើតហេតុសមត្ថកិច្ចប្រចាំគោលដៅក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តបានភ្លាមៗផងដែរនិងបានយករថយន្តនិងម៉ូតូនិងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការតាមវិធីច្បាប់ចំណែកសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីករណីបំពានភ្លើងចរាចរណ៍ជាបញ្ច្រាស់ផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតែមានជារៀងរាល់ថ្ងៃនិងបានបង្កគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានអ្នកស្លាប់ជារៀងរាល់ថ្ងៃផងដែរប៉ុន្តែពួកគាត់នៅតែបំពាននៅតែមិនគោរពមិនដឹងថាពេលណាបងប្អូនប្រជាពលរដ្ឋខ្មែរយើងចេះគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនោះទេ